សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដែលវីដេអូយើងថ្ងៃនេះដែរគឺយើងនិយាយអំពី DNS server ដោយ DNS ពាក្យពេញរបស់វាគឺ domain name system ហើយមុខងាររបស់វាគឺបកប្រែពី IP ទៅជា domain name និងបកប្រែពី domain name មកជា IP ហើយគេបង្កើត DNS ឡើងនេះដោយសារតែកុំព្យូទ័ររបស់យើងវាអាច access ទៅកាន់គ្នាបានតាមរយៈ IP ប៉ុន្តែមនុស្សយើងគាត់អាចចាំ IP របស់ម៉ាស៊ីនបានច្រើនទេយ៉ាងហោចណាស់គាត់ចាំតែ1 2ម៉ាស៊ីនទេអញ្ចឹងគេត្រូវការបង្កើត DNS ដើម្បីឲ្យវាបកប្រែទៅជា domain name និងបកប្រែពី domain name ទៅជា IP វិញដើម្បីឲ្យមនុស្សយើងគាត់គ្រាន់តែចាំឈ្មោះទៅគាត់អាច access ចូលទៅកាន់ម៉ាស៊ីនផ្សេងៗឬក៏ access ទៅកាន់ website ផ្សេងៗបានអញ្ចឹងណាឥឡូវយើងចូលមកដល់ចំណុចមួយទៀតគឺយើងនិយាយអំពីការ install software ហើយនិង configuration DNS server នៅលើម៉ាស៊ីន Linux របស់យើងឥឡូវយើងចូលមកចំណុចដំបូងរបស់យើងនេះគឺយើងធ្វើការ install software មួយឈ្មោះថា Bash នៅលើម៉ាស៊ីន Linux របស់យើងដែលយើងប្រើ command yum install នេះមកអញ្ចឹងខ្ញុំបានinstall ហើយបើសម្រាប់គ្នាយើងណាមិនទាន់ install យើងអាចប្រើ command នេះបានដើម្បី install ហើយ command នេះយើងអាចមើលឬក៏យើងអាចស្វែងរក software ឈ្មោះថា Bash ហ្នឹងដោយយើងប្រើនេះ command មួយនេះឬក៏យើងអាចរក software ផ្សេងៗបានតាមរយៈ command ហ្នឹងដែរដោយយើងគាត់ដូរឈ្មោះ software ខាងក្រៅនេះមកអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមអត់បង្ហាញទេខ្ញុំទៅបង្ហាញ file config យកតែម្ដងអញ្ចឹងខ្ញុំចូលក្នុងនេះរបស់យើងមកដោយសារតែខ្ញុំមានខ្ញុំបាន download software ហ្នឹងហើយអញ្ចឹងខ្ញុំក៏ចូលទៅ config វាយកមកគាត់ថាយើងវាយ vim/etc/name_d.config គឺយើងចូលទៅក្នុង file មួយហ្នឹងដើម្បីធ្វើការ configuration ទៅលើ DNS របស់យើងអញ្ចឹងខ្ញុំ enter មកនេះគឺយើងចូលមកដល់ចំណុចនេះហើយអញ្ចឹងយើងទៅមើល slide របស់យើងមកកន្លែងនេះគឺនៅក្នុង file configuration គឺយើងបិទអាកន្លែង listen port 53និងlist 10 v6 នេះ port 53ដែរអញ្ចឹងខ្ញុំចូលទៅគឺខ្ញុំចុច I ដើម្បី insert អញ្ចឹងខ្ញុំធ្វើការបិទ port នេះហើយកន្លែង low query នេះខ្ញុំអត់យក local ទេដោយសារតែ local ហ្នឹងគឺវាសួរទៅលើ local ម៉ាស៊ីននេះទេអញ្ចឹងខ្ញុំឲ្យវាទៅសួរ root គឺខ្ញុំប្រើពាក្យនេះអញ្ចឹងបើសិនជាមានអ្នកគេសួរគឺវា auto ទៅសួរ root ឲ្យមកមិនបាច់នឹងចាំហើយឆ្លងកាត់ local របស់ខ្លួនឯងទេអញ្ចឹងនៅពេលដែលយើងconfiguration បែបហ្នឹងវានឹងខ្លាយទៅជា catch only DNS អញ្ចឹងយើងអាចទៅបើក service វាមើលខ្ញុំសុំ set វាសិនបន្ទាប់ពីយើងបាន configuration អញ្ចឹងហើយយើងត្រូវទៅធ្វើការបើក switch របស់វានេះគឺយើងទៅធ្វើការ enable name d របស់យើងនេះបើយើងប្រើ system ctl នេះមកហើយយើង enable file មួយឈ្មោះថា name នេះរបស់យើងមក name d របស់យើងហ្នឹងនេះគឺយើងបាន enable ហើយអញ្ចឹងយើងធ្វើការ restart វាមួយមកយើងមិនត restart ទេគឺយើង restart ហើយទៅដោយសារថាយើងធ្វើអីក៏ដោយឬក៏បន្ទាប់តែពីយើង configuration ហើយដាច់ខាតគឺយើងត្រូវតែ restart ឬក៏យើងប្រើ command start ក៏បាន restart ក៏បានដែរ restart វាមួយមកនេះគឺវាបានហើយបន្តមកទៀតគឺយើងទៅធ្វើការបើកនៅ firewall port 53ដោយសារតែ DNS របស់យើងគឺវា run នៅលើ port 53អញ្ចឹងយើងប្រើ command មួយនេះដើម្បីrun ឬក៏បើក port 53ឲ្យ DNS server របស់យើងអញ្ចឹងចូលទៅគឺយើងប្រើ command firewall cmd permanent add port ស្មើ 53/upd
UDP slash UDP របស់យើងមកហ្នឹងហើយបន្តមកទៀតបើវា success ហើយមានន័យថាយើងបានបើក port ឲ្យ DNS server របស់យើងហើយបន្តមកទៀតយើងធ្វើការ reload ទៅលើ port របស់យើងគឺយើង reload នេះគឺវា success ដែរបន្តមកទៀតយើងធ្វើការ restart ម្ដងទៀតមកតើវាធ្វើការ restart ហើយយើងអាចទៅ test វាបានដោយយើងយក IP លើម៉ាស៊ីនរបស់យើងហ្នឹងទៅដាក់នៅក្នុង Wi-Fi របស់យើងដែលស្ថិតនៅក្នុងឲ្យ Wi-Fi កុំព្យូទ័ររបស់យើងខ្លាចស្ថិតនៅក្នុង domain ដែលយើងបានបង្កើតហើយនឹងឥឡូវវាយពី IP ADVR មកខ្ញុំយក IP របស់ខ្ញុំគឺម៉ាស៊ីនរបស់ខ្ញុំគឺ 192.168.111.128 អញ្ចឹងហើយចូលទៅកាន់ control panel របស់ខ្ញុំនេះយកពាក្យ network ហើយនេះយើងចុចឡើងនឹងលើ Wi-Fi យើងមកយើងយកពាក្យ property តោះនេះយើងចូលកន្លែង IPv4 នេះយើងទៅធ្វើការដាក់ឈ្មោះ domain របស់យើងខ្ញុំคลิก OK មក OK ទៀតអញ្ចឹងខ្ញុំចូលទៅការ CMD ដើម្បី test មើលខ្ញុំវាយពាក្យ ns log app ហើយយើង set ទៅកាន់ www.facebook.com នេះគឺឥឡូវហ្នឹងគឺយើងស្ថិតនៅក្នុង DNS របស់យើងនេះគឺ IP address របស់យើងគឺ 192.168 វាគឺជា IP របស់ domain របស់យើងហើយនេះគឺជា IP address របស់ Facebook ហ្នឹងនេះគឺជា alias របស់ Facebook ហ្នឹងគឺឈ្មោះថា www.facebook.com អញ្ចឹងយើងបានបង្កើត DNS ហើយដោយ DNS ហ្នឹងគឺវាជា catch only DNS ដោយសារតែយើងអត់ទាន់មាន zone អត់ទាន់មានអីទេអញ្ចឹងចំណុចបន្តមកទៀតគឺយើងទៅធ្វើការ configuration ឬក៏យើងទៅធ្វើការបង្កើត zone នៅក្នុង file configuration DNS របស់យើងហ្នឹងអញ្ចឹងខ្ញុំចូលមកកន្លែង file configuration នេះវិញមកខ្ញុំចុចសរ I យើងចុះមកក្រោមនេះគឺយើងធ្វើការដើម្បីធ្វើការ create zone អញ្ចឹងយើងអាចទៅមើល slide របស់យើងបានគឺនេះគឺជា syntax ឬក៏ជាអានេះគឺជា primary zone នេះគឺជា record zone record ទេអានេះទៅជានេះទៅជា master zone ដែលយើងត្រូវបង្កើតនៅក្នុង file configuration DNS របស់យើងនេះគឺយើងទី1នេះយើងអាចដាក់ឈ្មោះរបស់ domain យើងមកយើងអាចដាក់អីក៏បានដែរតាមតែចិត្តយើងចង់ហើយមួយទៀតប្រភេទ type នេះគឺយើងត្រូវយកវាជា master ហើយ file នេះគឺជា file ដែលយើងបង្កើតខ្លួនឯងដែលស្ថិតនៅក្នុង directory var ហើយនឹង directory ឈ្មោះថា namd នេះហើយអាណាចុងក្រោយនេះយើងអាចដាក់អីក៏បានដែរវាជាឈ្មោះរបស់ file របស់យើងទេអញ្ចឹងខ្ញុំទៅធ្វើគ្នាយើងមើលនេះកន្លែងនេះខ្ញុំបង្កើតជា master zone សិនដាក់ថា zone ហើយខ្ញុំដាក់ថាឈ្មោះខ្ញុំមកcam in ថាបើវាគឺយើងត្រូវកំណត់វាទៅជា master ថា master ចំណែកឯ file ខ្ញុំដាក់ថា var namd swd នេះគឺពាក្យថា forward dot db ហើយ db នេះខ្ញុំមកបញ្ជាក់ថាវាជា database អញ្ចឹងទៅហើយមួយទៀតគឺយើងដាក់ allow ឲ្យវា updateនេះគឺយើងយកតាម default របស់វាទេគឺយើងប្រើបែបហ្នឹងអញ្ចឹង
dương bài xong dương bài ngon thà năng mạch bàn cái đạn trắng cứ dương vô tam default bảo vệ đại tệ trắng cái lại master số rồi còn điền bao giờ nó cứ dương bàn bạc cài thay dây đòi mình một thà project.com này trắng nhằm sale về trên má to bây giờ nhằm sale 2 dương xài đi start tới việc bạc cài thì rồi thì sao ta file mình nhấn file lời swd bao giờ mình nhấn dương là toàn làm cài tiền trắng dương từ thôi ca bạc cài file swd đang mùi tiền máu thì sao đầu dương para comment vì vậy ấm quá ném /swd nè nó bây giờ dân cho mà đó giờ cả file thấy dân cho mà lại nít khi dân cho thôi ca bằng ca nơi rồi record nèนี่คือជា syntax ឬក៏ជាការបង្កើត zone record ដើម្បីឲ្យយើងអាចhosting domain ហ្នឹងទៅវាអាចប្រើការបានអញ្ចឹងណាដោយចំណុចដំបូងនេះគឺយើងនិយាយអំពី SOA record អញ្ចឹងដាច់ខាតយើងត្រូវតែមានprimary zone មួយដាច់ខាតគឺត្រូវតែមាន SOA record នេះជាដាច់ខាតអញ្ចឹងហើយខ្ញុំចូលទៅខ្ញុំកន្លែងនេះយើងកំណត់ time out វាសិនTR មកខ្ញុំឲ្យវា1 day time out 1 day ហើយសញ្ញា add នេះគឺបញ្ជាក់ថាម៉ាស៊ីនហ្នឹងគឺជា server ហើយម៉ាស៊ីន server អញ្ចឹងដាក់ in SOA តោះមកយើងដាក់ឈ្មោះរបស់យើងណាចេះទៅNI ហើយបន្តមកទៀតឈ្មោះរបស់យើងខ្ញុំប្រើឈ្មោះរបស់ខ្ញុំមិនអ្នកទាំងអស់គ្នាដាក់ឈ្មោះអ្នកទាំងអស់គ្នាក៏បានដែរឬក៏ដាក់អីផ្សេងក៏បានសាច់ចិត្តយើងទេហើយកន្លែងនេះគឺជា email របស់អ្នកដែលបង្កើតម៉ាស៊ីន server ហ្នឹងអញ្ចឹង email របស់គាត់ដាក់អីក៏បានដែរសម្រាប់ខ្ញុំដាក់ឲ្យឈ្មោះរបស់ខ្ញុំទៅដោយ root នេះហើយ root នេះគឺជា syntax របស់វាទេហើយអា line dot នេះវាជំនួសឲ្យសញ្ញា add នៅក្នុង email អញ្ចឹងខ្ញុំដាក់ដូចតែគ្នាទៅហើយ dot ចា៎ dot clear មួយខ្ញុំបើកមួយចោលហើយចំណែកឯអាលេខនេះគឺជាលេខ serial របស់យើងនៅពេលដែលយើងផ្ដល់ដំបូងគឺយើងនឹងផ្ដល់ឲ្យលេខ0បន្តមកទៀតនៅពេលដែលយើងមានអី update ទៅលើ DNS របស់យើងឬក៏ទៅលើ zone របស់យើងហ្នឹងគឺវានឹងធ្វើការកើនម្ដងមួយលេខហើយសម្រាប់3ម៉ោងនេះគឺវា refresh អញ្ចឹង3ម៉ោងprimary secondary zone នឹងទៅសួរឲ្យ primary zone នេះរយៈពេល3ម៉ោងម្ដងសួរថាមានអី update អត់ក៏មានអី update វានឹង update បើអត់មានទេ3ម៉ោងក្រោយទៀតវាសួរម្ដងទៀតហើយសម្រាប់15នាទីនេះគឺវា retrieve អញ្ចឹងបើសិនជាដាច់ connection នៅលើ primary zone អីចឹងទៅ secondary zone គាត់អត់អាច access ទៅបានទេក្នុងរយៈពេល3ម៉ោងហ្នឹងអញ្ចឹងរយៈពេល15នាទីវានឹងព្យាយាមretrieve ទៅកាន់ primary zone អញ្ចឹងទៅរយៈពេល15នាទីម្ដងអញ្ចឹងបើសិនជាវាគ្រប់រយៈពេលមួយអាទិត្យមួយនេះគឺ1 week គ្រប់រយៈពេលមួយអាទិត្យនោះវានឹង expire ហើយ primary zone ហ្នឹងហើយដោយសារតែវាអាចតាក់ទងបានហើយចំណែកអា1 day នេះគឺជាពេលដែលយើងអាចនិយាយថាយើង keep record របស់យើងនឹងទុកបានរយៈពេល1 day អញ្ចឹងណាហើយចំណុចមួយទៀតគឺយើងនិយាយអំពីNS record អញ្ចឹងខ្ញុំបញ្យល់នេះហើយគឺអីដែលខ្ញុំធ្វើគឺខ្ញុំនឹងធ្វើតាម default របស់វានេះបន្តមកទៀតគឺខ្ញុំនិយាយពី NS record នេះម្ដង NS record គឺយើងប្រើសម្រាប់ដាក់ឈ្មោះនេះរបស់យើងនេះ NS record ហ្នឹងវាអត់សូវសំខាន់ណាស់ទេវាគ្រាន់តែជាកំណត់ឈ្មោះរបស់ server យើងទេហើយចំណុចដែលសំខាន់នោះគឺ add record ហ្នឹងដាច់ខាតត្រូវយើងត្រូវតែមានដោយសារតែនៅពេលដែលគេវាយ NS1 ហ្នឹងទៅវានឹងបកប្រែមកជា IP នេះឲ្យយើងឬក៏យើងកំណត់ពាក្យអីផ្សេងទៅហើយយើងកំណត់ IP ទៅពេលដែលគេវាយដូចថាគេស្ថិតនៅក្នុង domain យើងហើយគេវាយឈ្មោះដែលយើងបានកំណត់នេះវានឹងបកប្រែ
IP ទៅឲ្យគេអញ្ចឹងណាឥឡូវខ្ញុំទៅធ្វើការ set ឲ្យយើងមើលខ្ញុំដាក់0ខ្ញុំយកពេល3ម៉ោង retrieve នេះគឺឲ្យវា15នាទី retrieve ម្ដងហើយក្នុងរយៈពេល1 week ឲ្យវា expire ក្នុងរយៈពេល1ថ្ងៃឲ្យវា keep record របស់យើងទុកកន្លែងនេះហើយបន្តមកទៀតគឺយើងចូលទៅដល់ NS record ឬក៏យើងនិយាយបានថា name server server អញ្ចឹងយើងកំណត់អក្សរ A មកយើងបញ្ជាក់ថាម៉ាស៊ីនហ្នឹងគឺជា server របស់យើងអញ្ចឹង in ns តោះមកទីខ្ញុំដាក់ថា ns1 dot ឈ្មោះរបស់យើងហ្នឹងយើងកុំភ្លេចដាក់ dot កតុយផងហើយកន្លែងនេះ ns record ខ្ញុំកំណត់តែប៉ុណ្្នឹងទេបន្តមកទៀតយើងចូលទៅកាន់ a record a record នេះចំណុចទី1ខ្ញុំដាក់ថា ns1 ឲ្យខ្ញុំនឹងឲ្យវាបកប្រែទៅជាឲ្យវាបកប្រែជា 192.168.11 ហើយ web server នេះខ្ញុំយកមួយទៀតគឺ web server ខ្ញុំនឹងឲ្យវាបកប្រែទៅជា 192.168.0.12 ហើយមួយទៀតគឺខ្ញុំឲ្យ mail នេះ mail server នេះទៅជា 192.108.0.13 ហើយទៅចំណុចមួយទៀតគឺ cname នេះឧទាហរណ៍ថានៅពេលដែលខ្ញុំវាយ www. ឈ្មោះរបស់ខ្ញុំហ្នឹងទៅវានឹងចេញឲ្យវាថាវានឹងចេញ name ឲ្យយើងអញ្ចឹងណាឥឡូវខ្ញុំបញ្ចូលអញ្ចឹងក៏បាក់យកដែរអញ្ចឹងហើយចាំពេលតេស្តមើលជាក់ស្ដែងទៅយើងនឹងដឹងថា cname ហ្នឹងវាបាច់ខ្ញុំឲ្យវាយ www អញ្ចឹងខ្ញុំឲ្យវាបកទៅជា cname ដែលថា web នៅពេលដែលខ្ញុំវាយពាក្យថា mail cname ខ្ញុំឲ្យវាទៅជា mail server dot បញ្ជាក់អ្នកទាំងអស់គ្នាមួយទៀតបើសិនជាអ្នកទាំងអស់គ្នាមាន mail server ហើយវាថាអ្នកទាំងអស់គ្នាអត់បានបញ្ជាក់ mail server នៅក្នុង configuration ទេនោះហើយ mail server របស់អ្នកទាំងអស់គ្នាប្រកាសជាប្រើអត់កើតទេគឺដាច់ខាតបើសិនជាអ្នកទាំងអស់គ្នាមាន mail server នៅក្នុង file configuration នេះគឺត្រូវតែដាក់វាដូចគ្នាអញ្ចឹងសម្រាប់ mail server គឺវាមានឈ្មោះថា mail exchange នេះ mail exchange ហើយនេះគឺឈ្មោះ mail server របស់យើងអញ្ចឹងខ្ញុំកំណត់ទៅខ្ញុំអត់មានទេប៉ុន្តែខ្ញុំកំណត់ជាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលអូខេខ្ញុំដាក់វា copy នេះចុះថា mail exchange យើងបញ្ជាក់ add ដែរមកហើយយើង in mx អាលេខនេះគឺជាលេខតំណាងទេបើសិនជាយើងមាន mail server ចាំយើងដាក់វាបដិញគ្នា10 20 30 40ទៅសាច់ទៅចិត្តយើងទេហើយមួយនេះខ្ញុំដាក់ថា mail server នេះខ្ញុំសុំដូរវិញដាក់តែ mail ទៅទេបាន
បន្ទាប់ពីយើងឲ្យ configuration ក្នុងហ្នឹងហើយយើងធ្វើការ save វាមកបន្ទាប់ពីយើងធ្វើការ save ហើយយើងទៅធ្វើការ verify ឲ្យ file ដែលយើងឬក៏ verify zone ដែលយើងបានហើយប្រកាសមិញហ្នឹងហើយដែលយើងប្រើ command នេះអញ្ចឹងយើងមើលមកយើងប្រើ command name d របស់យើង cmd name d check zone បន្ទាប់មកនេះឈ្មោះ domain របស់យើងហើយបន្តមកទៀតគឺជា file ដែលយើងបានបង្កើតមិញហ្នឹង file var.name របស់យើងមិញហ៎ var/name d/swd ឈ្មោះរបស់ខ្ញុំ.db គឺជា file ដែលយើងបានបង្កើតមិញហ្នឹងនេះគឺវាអត់មានអី error ទេវាចេញថា0យើងអូខេហើយអញ្ចឹងខ្ញុំធ្វើការ restart វាម្ដងទៀតមកបន្តមកទៀតខ្ញុំនៅធ្វើការ test ជាក់ស្ដែងអ្នកទាំងអស់គ្នាឃើញចូល cmd បន្តមកទៀតខ្ញុំវាយពាក្យថា ns log app បន្តមកខ្ញុំវាយពាក្យថា www នោះឲ្យឈ្មោះ domain របស់យើងនេះអូខេ again ដោយសារតែបញ្ហានេះខ្ញុំអាចទៅបិទវាសិនហើយចាំដាក់ IP វាសារជាថ្មីមកនេះបិទវាសិនxongទៀតខ្ញុំទៅ set វាឡើងវិញ192.168.106.111 អូខេចឹងខ្ញុំចូលទៅកាន់ CMD ម្ដងទៀតតទៅទៀតខ្ញុំវាយពាក្យថា ns log app ដដែលខ្ញុំចូលទៅកាន់ domain របស់ខ្ញុំគឺ www វាដាក់ថាវាអត់អាច find រកអញ្ចឹងយើងអាចទៅមើលនៅក្នុង file configuration របស់យើងម្ដងទៀតcheck zone អត់បញ្ហាទេប៉ុន្តែនៅក្នុង file configuration របស់យើងតើវាខុសកន្លែងណាបញ្ហានៅកន្លែងហ្នឹងគឺវាខុសទៅនៅក្នុង file configuration មួយឯងអញ្ចឹងបើយើងរកឃើញថាវាមានបញ្ហាអីយើងក៏មកឆែកវានៅក្នុង file configuration ទៅយើងកែវាឲ្យត្រូវទៅវាលេងអីវាលេង error ខ្ញុំនៅកន្លែង mail exchange មួយសិន record អូខេដល់នេះខ្ញុំដាក់កែនេះមួយមកកន្លែងនេះដាក់តែ mail ទេនេះដាក់ថា mail server cname ត្រូវហើយអូខេខ្ញុំដូរ IP ឡើងនេះទៀតឡូវាមកពី IP ហើយតាមពីនេះចុច3អានេះចុច2អានេះឲ្យវាចុច1ចុះហើយខ្ញុំ set ប៉ុណ្ណឹងហើយខ្ញុំសាក test វាម្ដងទៀតសិនតើវាដើរយើងអត់អូខេខ្ញុំ verify វាម្ដងទៀតឃើញថាវាអត់មានអីខុសទេអញ្ចឹងខ្ញុំសារ restart វាម្ដងទៀតមកខ្ញុំចូលទៅកាន់ឈប់ខ្ញុំបិទអានេះសិនខ្ញុំចូលទៅកាន់ command from របស់យើងខ្ញុំទៅការ set domain របស់យើងសាថ្មីពេលខ្លះវាអាចមកពីយើងឲ្យអត់យើង set ទៅវានៅជាប់អាចាស់អញ្ចឹងណាអញ្ចឹងយើងអាចទៅ set វាថ្មីមកឥឡូវខ្ញុំបិទអាចាស់នេះសិនមើលថាតើវាដើរអត់បើវាអត់ដើរហ្នឹងគឺយើងត្រូវទៅធ្វើការ config នៅលើ file configuration របស់យើងម្ដងទៀតដែរ892.168
close តទៅទៀតយើងចូលទៅខាង CMD របស់យើងថាមកហើយវាថា nice log tag review យើង set ទៅខាង review Facebook សិនមើលអូខេយើងបាន set ទៅកាន់ហើយ www Facebook បានហើយអញ្ចឹងយើងសាក set ទៅកាន់ domain របស់យើងម្ដងមកនេះ mail របស់យើងគឺត្រូវហើយអញ្ចឹងកន្លែង www នេះប្រហែលជាវាមានបញ្ហាបន្តិចចំណែកឯកន្លែងរបស់យើង mail របស់យើងនេះគឺវាចេញមកថាវាជា mail server វាបកទៅជា mail server .com អញ្ចឹងគឺវាដូចទៅនឹងឲ្យ file config របស់យើងនេះដែរអូខេយើងមើលទៅនេះអញ្ចឹងហើយកន្លែង www នេះប្រហែលជាខ្ញុំអាចនឹងកែមកជាដាក់ថា web server វិញអញ្ចឹងខ្ញុំសុំឲ្យ configuration edit line នេះថែមបន្តិចនេះគឺប៉ុណ្ណឹងមកខ្ញុំសាកតេស្តម្ដងទៀតកន្លែងហ្នឹងគឺយើងបញ្ជាក់ថាបើយើងតាំងនេះ web server អញ្ចឹងនៅពេលដែល www នេះគឺវាបកប្រែឲ្យត្រូវគ្នាជាមួយឥឡូវនេះមិញពេលដែលខ្ញុំដាក់ mail មកកន្លែងនេះខ្ញុំដាក់ឲ្យ mail server អញ្ចឹង mail server ហ្នឹងគឺវាត្រូវគ្នាជាមួយ a record នេះអញ្ចឹងទៅវាចេញមកអញ្ចឹងហើយយើងត្រូវដាក់វាឲ្យដូចគ្នាដែរមកអញ្ចឹងខ្ញុំមើល start វាម្ដងទៀតហើយខ្ញុំអូខេម្ដងទៀតនេះគឺវាដើរអញ្ចឹងហើយ DNS របស់យើងអាច hosting domain បានហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យ hosting domain មួយទៀតគ្រាន់តែអ្នកទាំងអស់គ្នាចូលទៅបង្កើត zone មួយទៀតនៅក្នុង file ហើយ name.config ហ្នឹងមកហើយយើងដាក់ zone ថ្មីឈ្មោះថ្មីមកយើងមកធ្វើការបង្កើត file configuration មួយទៀតហើយយើងធ្វើការបង្កើតzone record មកគឺយើងនឹងអាច hosting domain បានជាច្រើនទេនៅលើហ្នឹងអញ្ចឹងយើងឃើញថារបស់យើងនេះគឺជោគជ័យហើយនៅពេលដែលខ្ញុំវាយ www ទៅវានឹងអានឡាស់ឲ្យយើងគឺ www ឈ្មោះ domain របស់យើងហ្នឹងហើយ name របស់វាគឺ web server អញ្ចឹងហើយក្នុងចំណុច DNS របស់យើងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់